សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំមកទៀតហើយរ៉ៃមែងហើយថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីសម្រាប់ជួយអ្នកទាំងអស់គ្នាហ្នឹងហើយវាជាការ challenge សរសេរកូដ90ថ្ងៃរបស់ខ្ញុំហើយខ្ញុំនឹងផុសវាជារៀងរាល់ថ្ងៃនេះគឺជាថ្ងៃដំបូងដែលយើងសរសេរកូដ Flutter អញ្ចឹងកុំឲ្យខាត់ពេលវេលាយូរបងប្អូនទាំងអស់គ្នាសូមទស្សនាបើសិនជាមានកំហុសខុសឆ្គងកន្លែងណាសូមបងប្អូនកុំប្រកាន់ហើយបើសិនជាចង់ណែនាំអីបងប្អូនអាច comment នៅខាងក្រោមវីដេអូហ្នឹងបានអូខេហ្នឹងហើយអញ្ចឹងដើម្បីចាប់ផ្ដើម run app របស់យើងជាបឋមយើងត្រូវវាយនៅ command line យើងវាយនៅ cd Flutter ដេមួយរបស់យើងមកវាយបន្ទាប់មកយើងវាយ Flutter run ហើយយើងរងចាំវាបន្តិចទៅវានឹងទទួលបាននៅទូរស័ព្ទដ៏ថ្មីសាឡាងមួយហើយអូខេអូខេសួស្តីអ្នកនរគ្នានៅពេលដែលយើង run app ដំបូងមកនៅពេលដែលយើងអត់ទាន់បានសរសេរអីវានឹងចេញជាលក្ខណៈ template មួយដែលអត់ទាន់មានអីសោះទេអញ្ចឹងតិចទៀតហ្នឹងខ្ញុំនឹងសរសេរកូដហើយបងប្អូនទាំងអស់គ្នាអាចរៀនសរសេរតាមនឹងដែរហើយការដែលសរសេរនេះគឺជាការដែលចាប់ផ្ដើមអញ្ចឹងវារៀងរអាក់រអួនតិចបើសិនជាមានកំហុសខុសឆ្គងបងប្អូនកុំប្រកាន់អីយើងអាចជជែកដេកជាមួយគ្នានៅខាងក្រោមវីដេអូនេះបានអូខេឥឡូវហ្នឹងកូដយើងចាប់ផ្ដើមសរសេររួចរាល់ហើយឥឡូវហ្នឹងយើងចាប់ផ្ដើម run វាអូខេហ្នឹងហើយនៅពេលដែលយើង run វាមកវានឹង load ជា hello flutter ហើយនឹងខាងលើហ្នឹងគឺជា flutter day 1អញ្ចឹងយើងអាចដូរទៅដាក់អីផ្សេងក៏បានដែរហើយនៅពេលដែលយើងដូរហើយយើងចង់ reload page ហ្នឹងយើងគ្រាន់តែចុច press ជាមួយនឹងអក្សរ O ទៅវានឹង reload page ហើយ page វាហ្នឹងវានឹងចេញអីថ្មីដែលយើងបានសរសេរនៅលើកូដរបស់យើងហ្នឹងណាអូខ
ខ្ញុំនឹងបង្ហាញឲ្យមើលអូខេហ្នឹងហើយវានឹង load អីដែលយើងចង់បានអញ្ចឹងនៅក្នុងករណីនេះបើសិនជាអ្នកនរគ្នារៀនសរសេរតាមអ្នកនរគ្នាអាចដាក់ថា hello ឈ្មោះខ្លួនឯងអីបានតាមហ្នឹងដែរណាវាជា basic ដំបូងដែលអ្នកនរគ្នាចាប់ផ្ដើមដូចជាខ្ញុំដែរខ្ញុំក៏ទៅតែចាប់ផ្ដើមដែរអូខេហើយឥឡូវនេះខ្ញុំចាប់ផ្ដើមមានគណិតមួយទៀតអីបើសិនជាក្នុងករណីខ្ញុំទៅសេឲ្យវាចេញជាលក្ខណៈថាប៊ូតុងតែខ្ញុំត្រូវធ្វើម៉េចអញ្ចឹងខ្ញុំចាប់ផ្ដើមគិតហើយខ្ញុំចាប់ផ្ដើមពិចារណាមើលថាត្រូវធ្វើម៉េចហើយខ្ញុំគិតមើលមកសន្ទុះទៅខ្ញុំចាប់ផ្ដើមរៀបចំទៅសេធ្វើម៉េចឲ្យវាមានជាលក្ខណៈប៊ូតុងដើម្បីឲ្យយើងคลิกនៅខាងក្រោមឈ្មោះហ្នឹងអូខេសួស្តីអ្នកនរគ្នាហ្នឹងហើយឥឡូវហ្នឹងខ្ញុំបានទៅសេវារួចរាល់ហើយខ្ញុំបានដាក់ឲ្យវាមានប៊ូតុង click នៅខាងក្រោមអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើម run វាសារជាថ្មីខ្ញុំវាយ command line cd flutter day 1ហើយបន្ទាប់មកខ្ញុំចាប់ផ្ដើម run វាអញ្ចឹងយើងរងចាំវាបន្តិចទៅតិចទៀតវានឹង load ជា app ថ្មីឲ្យយើងមួយទៀតហើយដែលយើងទៅសេមុនហ្នឹងហើយអូខេអញ្ចឹងយើងនឹងទទួលបាននៅ click me នៅខាងក្រោម hello flutter ហ្នឹងហើយនៅប៊ូតុងហ្នឹងយើងអាចដូរជាលក្ខណៈបែបម៉េចក៏បានដែរអាហ្នឹងតាមតែចិត្តយើងអញ្ចឹងណាឧទាហរណ៍ថាយើងដាក់ I love you អញ្ចឹងចុះហ្នឹងហើយនៅពេលដែលយើងដាក់ I love you ទៅយើងគ្រាន់តែ reload page ទៅវានឹងទទួលបាននៅអីដែលយើងចង់បានអូខេអ្នកនរគ្នាអាចមើលជាក់ស្ដែងបានអូខេ
អូខេហ្នឹងហើយនៅពេលដែលខ្ញុំសរសេរទៅខ្ញុំចាប់ផ្ដើមមានគំនិតមួយថាចុះបើសិនជាយើងមានប៊ូតុងហ្នឹងពីរសម្រាប់ click តែអាហ្នឹងយើងត្រូវធ្វើម៉េចហ្នឹងហើយខ្ញុំចាប់ផ្ដើមដោះស្រាយនៅសមីការដែលខ្ញុំដាក់នៅក្នុងខួរក្បាលខ្លួនឯងហើយឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមរកវិធីសាស្ត្រដើម្បីធ្វើម៉េចដើម្បីឲ្យវាមានប៊ូតុងពីរអីអញ្ចឹងអ្នកនរគ្នាអាចតាមដានមើលនៅវិធីសាស្ត្រអូខេអញ្ចឹងនៅពេលដែលខ្ញុំសរសេររួចរាល់ខ្ញុំរ៉ាន់វាទៅវានឹងទទួលបាននៅប៊ូតុង2ហ្នឹងហើយនៅពេលដែលទទួលបានប៊ូតុង2ហ្នឹងខ្ញុំក៏អត់អស់ចិត្តដែរខ្ញុំចង់ឲ្យបានប៊ូតុង3អញ្ចឹងនៅក្នុងករណីដែលប៊ូតុង3យើងត្រូវធ្វើម៉េចហ្នឹងហើយអ្នកនរគ្នាអាចមើលបានអូខេនៅពេលដែលប៊ូតុង3នៅពេលដែលយើងសរសេរទៅវារៀងខិតទៅខាងស្ដាំដៃរបស់យើងអញ្ចឹងវាអត់ឃើញអក្សរទេអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមរកវិធីសាស្ត្រដើម្បីកែសម្រួលឲ្យវានៅក្រាមើលទៅដែលវាស្មើគ្នាស្អាតអញ្ចឹងណាអញ្ចឹងយើងចាប់ផ្ដើមមើលទៅលើ site យើងចាប់ផ្ដើម update ហើយយើង reload វាសារថ្មីហ្នឹងហើយអញ្ចឹងនៅពេលដែលយើង reload page សារថ្មីទៅវានឹងទទួលបាននៅប៊ូតុងសម្រាប់ click ចំនួន3ប៉ុន្តែវាអត់ទាន់ដំណើរការទេវាគ្រាន់តែជា platform មួយដែលយើងចាប់ផ្ដើមរៀនដំបូងទេអូខេអញ្ចឹងយើងអាចតេស្តមើលបានបើសិនយើងដាក់នៅខាងស្ដាំឬក៏អីអាស្រ័យទៅលើយើងទេហ្នឹងហើយអូខេសួស្តីអ្នកនរគ្នាហ្នឹងហើយនេះគឺជាឧទាហរណ៍មួយទៀតដែលយើងចូលមកកាន់ app មានន័យថានៅខាងលើអាកន្លែង floater ដីវ័នហ្នឹងអាហ្នឹងយើងអាចចាក់ពណ៌ឬក៏យើងអាចរៀបចំជា app បានដើម្បីឲ្យវាមើលទៅស្អាតអញ្ចឹងនេះគឺវាមាន3ឧទាហរណ៍អញ្ចឹងខ្ញុំសូមលើកឡើងនៅឧទាហរណ៍ទី1សិនអញ្ចឹងបងប្អូនអាចទស្សនានៅឧទាហរណ៍ទី1សិនបាន
អូខេសួស្តីអ្នកនរគ្នាហ្នឹងហើយខ្ញុំបានទៅសេវារួចរាល់ហើយឥឡូវខ្ញុំចាប់ផ្ដើមរ៉ាន់ភាសាថ្មីចាំមើលវាទទួលបានលទ្ធផលបែបម៉េចហ្នឹងហើយវាទទួលបាននៅ F បាមួយដែលមានពណ៌ផ្កាឈូកយ៉ាងស្អាតមែនទែនហើយអាពណ៌ហ្នឹងក៏យើងអាចដូរជាពណ៌ផ្សេងបានតាមចិត្តរបស់យើងដែរយើងអាចដាក់វាពណ៌ខៀវពណ៌ក្រហមឬក៏ពណ៌អីដែលយើងស្រឡាញ់អឺទៅសេពណ៌ថ្មីផ្សេងទៀតហើយដើម្បីឲ្យវាលោតទៅជាពណ៌ខៀវហ្នឹងហើយអញ្ចឹងអ្នកនរគ្នាអាចមើលបានខ្ញុំមើលវាចេញពណ៌ខៀវមែនអត់អូខេវាចេញពណ៌ខៀវហើយអញ្ចឹងបងប្អូនដែលរៀនទៅសេតាមអាចដូរពណ៌តាមពណ៌ដែលយើងស្រឡាញ់ណាយើងស្រឡាញ់ពណ៌អីអាចដាក់ពណ៌ហ្នឹងបានណាអូខេឥឡូវខ្ញុំសូមចូលទៅជំហានបន្ទាប់ខ្ញុំសូមលុបវាសិនខ្ញុំសូមបិទវាសិនហ្នឹងហើយខ្ញុំ comment វាបិទវាសិនដើម្បីទៅសេនៅឧទាហរណ៍ទី2សម្រាប់ចែកជូនអ្នកនរគ្នាមើលហ្នឹងហើយឧទាហរណ៍ទី2ហ្នឹងខ្ញុំនឹងធ្វើឲ្យ app ហ្នឹងមានលក្ខណៈមួយផ្សេងទៀតអញ្ចឹងបងប្អូនសូមទស្សនាទៅហើយរៀនទៅសេតាមក៏បានដែរហ្នឹងហើយអឺបានរួចរាល់ហើយអូខេឥឡូវហ្នឹងយើងអាចតេស្តមើលថាវាមានលក្ខណៈបែបម៉េចបានណាអូខេអញ្ចឹងខ្ញុំសូមលុបពណ៌វាសិនខ្ញុំអត់ចង់ដាក់ពណ៌ទេខ្ញុំចង់ឲ្យអក្សរ plotter ដីមួយហ្នឹងវានៅចំកណ្ដាលអូខេសួស្តីអ្នកនរគ្នាឥឡូវហ្នឹងយើងទៅសេហើយយើងចាប់ផ្ដើម run page របស់យើងអូខេ
ឥឡូវហ្នឹងវាបាននៅកដេលដូចចិត្តដែលយើងចង់បានហើយហើយអ្នកនរគ្នាអាចយកទៅរៀនធ្វើតាមអូខេបើសិនជាមានចង្អល់អាច comment នៅខាងក្រោមវីដេអូនឹងបានដែរណាពណ៌ក៏អាចដាក់ពណ៌តាមដែលយើងស្រឡាញ់បានដែរឥឡូវខ្ញុំដាក់ពណ៌អីខ្ញុំចាប់ផ្ដើមរ៉ាន់វាសារថ្មីខ្ញុំដាក់វាពណ៌ខៀវអញ្ចឹងរងចាំវាបន្តិចទៅតិចទៀតវានឹងដំណើរការអូខេអញ្ចឹងពណ៌របស់យើងបានហើយអាហ្នឹងយើងចាប់ផ្ដើមបានមួយ style ទៀតហើយណាអូខេអញ្ចឹងខ្ញុំនឹងបង្ហាញមួយ style ទៀតជា style ចុងក្រោយ
ខេហ្នឹងហើយឥឡូវខ្ញុំចាប់ផ្ដើមសរសេរនៅលក្ខខណ្ឌ style មួយទៀតដែលវាមានជាលក្ខណៈ icon អញ្ចឹងមានន័យថា style ទី1 style ទី2វាមាន icon ទេតែ style ទី3គឺមាន icon អញ្ចឹងបងប្អូនអាចមើលរបៀបសរសេរដើម្បីហៅ icon មកអញ្ចឹងយើងអាចដាក់ icon ប៊ូតុងហើយយើងសរសេរ icon ហើយយើងរក icon ណាដែលយើងចង់បានឧទាហរណ៍ជាក់ស្ដែងខ្ញុំចង់បាន icon share អញ្ចឹងតិចទៀតវានឹង load មកអីដែលយើងចង់បានហើយអញ្ចឹងរងចាំតិចទៅខ្ញុំចាប់ផ្ដើមសរសេរកូដហើយអូខេរងចាំតិចទៅវាចិត្តបានដំណើរការឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមតេស្តអូខេខ្ញុំចាប់ផ្ដើម comment line ទៅខ្ញុំចាប់ផ្ដើមតេស្តតិចទៀតវានឹងដំណើរការអូខេហ្នឹងហើយអ្នកនរគ្នាអាចឃើញicon នៅខាងលើហ្នឹងបានទី1 comment ហើយនឹងទី2គឺ save share សុំទោសអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចឃើញបានហើយអ្នកនរគ្នាអាចយកទៅរៀនបានហើយបើសិនជាមានឆ្ងល់ដូចខ្ញុំនិយាយដែរចឹងបងប្អូនអាច comment នៅខាងក្រោមវីដេអូហ្នឹងបានដើម្បីចែកម្លែកចំណេះដឹងជាមួយគ្នាព្រោះខ្ញុំទៅតែចាប់ផ្ដើមថ្ងៃទី1ទេអញ្ចឹងស្អែកនឹងមានវីដេអូថ្មីអូខេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាហើយសង្ឃឹមថាស្អែកយើងនឹងជួបគ្នាទៀតហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងអូខេអរគុណច្រើនជូនពរអ្នកនរគ្នាសុខភាពល្អសំណាងល្អនៅក្នុងជីវិតអរគុណបាយបាយ